នេះសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំបាទត្រូវគេមកដល់នេះហើយណាបាទអូខេជម្រាបសួរអ្នកគ្នាស្វាគមន៍ថ្មីបាទអូខេអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបាទធ្វើការមកបង្រៀនអ្នកគ្នាអំពីរបៀបធ្វើវីដេអូលក្ខណៈបែប record សំឡេងដែលថាយើងនិយាយទៅវីដេអូយើងឮសំឡេងបានច្បាស់អញ្ចឹងទៅហ្នឹងហើយសម្រាប់អ្នកគ្នាអត់ចង់ចេះធ្វើអាចធ្វើតាមខ្ញុំបានអូខេអ្នកទាំងអស់គ្នាមកទស្សនាដូចជាការមើលវីដេអូរបស់ខ្ញុំបាទអ្នកគ្នាកុំភ្លេចជួយ like ម្នាក់ផងគ្នាយើងបើសិនជាអ្នកគ្នាគិតថាវីដេអូរបស់ខ្ញុំល្អអ្នកគ្នាចង់តាមដានទស្សនាវីដេអូពេលក្រោយៗទៀតការអ្វីឧទាហរណ៍អ្វីដែលខ្ញុំចែករំលែកពេលក្រោយទៀតអ្នកគ្នាអាច subscribe channel របស់ខ្ញុំបាទ program ហើយអ្នកគ្នាដាក់សញ្ញាកណ្ដឹងម្នាក់ផងដើម្បីឲ្យខ្ញុំថតវីដេអូទៅអ្នកគ្នាឃើញមុនគេតែម្ដងហ្នឹងហើយអូខេអ្នកគ្នាប្រធានបទយើងថ្ងៃនេះយើងធ្វើការមករៀបអ្នកគ្នាអំពីរបៀបធ្វើវីដេអូលក្ខណៈថាយើងនិយាយដើរលេងសំសានថតប្លុកថតអីចឹងទៅក៏ប៉ុន្តែយើងឧទាហរណ៍យើងមានទូរស័ព្ទគ្រឿងមែនអត់ហើយយើងថតលក្ខណៈថាយើងថតទៅយើងពីចម្ងាយដើរសម្ភាសគេអត់ឮសំឡេងទេហើយយើងអត់មីក្រូហ្វូននេះទេយើងមានគេទេយើងក៏ប៉ុន្តែយើងចង់ធ្វើវីដេអូបែបហ្នឹងអ្នកគ្នាអាចធ្វើតែបានអ្នកគ្នាគ្រាន់តែមានទូរស័ព្ទគ្រឿងទៀតមកអ្នកគ្នាចុច record សំឡេងមកហ្នឹងហើយ record សំឡេងមកហើយយើងដាក់កន្លែងហ្នឹងនិយាយមកឮសំឡេងហ្នឹងហើយឮសំឡេងច្បាស់ល្អមែនអត់នៅពេលដែលយើងធ្វើវីដេអូថត record ចប់យើងចុចដំណើរគ្នាមកឧទាហរណ៍យើងថតវីដេអូយើងចុចដំណើរគ្នាមកហើយយើងអាចទៅសុភាគេបានហើយយើងចប់វីដេអូយើងធ្វើការផ្ទេរសំឡេងពីទូរស័ព្ទហ្នឹងចូលក្នុងទូរស័ព្ទហ្នឹងមកហើយយើងកាត់តទៅយើងគុំសំឡេងឲ្យស្មើដល់អ្វីដែលយើងនិយាយក្នុងវីដេអូហ្នឹងណាហ្នឹងហើយអូខេដើម្បីធ្វើវីដេអូបែបនេះបានតាមតែទូរស័ព្ទប្រភេទនេះគឺប្រភេទ Android អាមួយខ្ញុំថតហ្នឹងគឺប្រភេទ iPhone គឺវា support ជាមួយនឹង Bluetooth ទេបើមិនវា support ជាមួយនឹង Bluetooth ខ្ញុំធ្វើការផ្ទេរជាមួយនឹង Bluetooth ចូលទូរស័ព្ទហ្នឹងក៏ប៉ុន្តែដោយសារវាផ្ទេរកើតវាអត់ support ជាមួយនឹងទូរស័ព្ទហ្នឹងមានតែវិធីសាស្ត្រមួយទៀតទេគឺអ្នកគ្នាចុចវីដេអូដែលយើង record ហ្នឹងគឺចប់ហើយយើងចុចបិទអស់ហើយយើងធ្វើការចុចបើកសកម្មវិធី record វិញ record សំឡេងវិញ record សំឡេងមកយើងបើកសំឡេងនៅក្នុងទូរស័ព្ទហ្នឹងយើងផ្ទេរចូលអានោះវិញឲ្យវា record ពីអានោះវិញណាហើយតោះមកយើងធ្វើការកាត់ចូលវាជាមួយនឹងវីដេអូហ្នឹងមកពេលនោះវីដេអូយើងល្អតែម្ដងអូខេអ្នកគ្នាឃើញខ្ញុំនិយាយពីចម្ងាយអត់ឮច្បាស់មែនហើយហ្នឹងហើយសង្ឃឹមអ្នកគ្នាយល់នឹងន័យនិយាយអ្នកគ្នាដឹងហើយនៅក្នុងទូរស័ព្ទមួយណាក៏មានកម្មវិធីថតសំឡេងដែរហើយដើម្បីកាត់វីដេអូសំឡេងនឹងបានយើងចូលក្នុងចូលកម្មវិធី CapCut យើងមកឬកម្មវិធីណាមួយដែលអ្នកគ្នាចេះកាត់អ្នកគ្នាចុចឲ្យកន្លែងសញ្ញាហ្នឹងមកអូខេឥឡូវយើងចូលមើលវីដេអូបង្ហាញតែម្ដងទៅកុំឲ្យអ្នកគ្នាពិបាកហ្នឹងហើយគឺពិបាកយល់ចូលវីដេអូយើងមើលតែម្ដងអូខេអ្នកទាំងអស់គ្នាចូលមកអ្នកគ្នាចូលចុចកดសញ្ញាលេខបូកហ្នឹងមកអ្នកទាំងអស់គ្នាហ្នឹងហើយកន្លែងសកម្មភាព CapCut របស់យើងហ្នឹងបន្ទាប់មកយើងធ្វើការរកវីដេអូដែលយើងថតមិញហើយយើងនិយាយជាមួយនឹងការថតសំឡេងរបស់យើងនៅទូរស័ព្ទមួយទៀតហ្នឹងហើយយើងចុចវាប្រគំមកកាត់តមកបន្ទាប់មកអ្នកទាំងអស់គ្នាមានវីដេអូដែលយើងថតហ្នឹងណាវីដេអូដែលយើងថតហើយហ្នឹងយើងវីដេអូហ្នឹងគឺវាស៊ីនវាអត់ឮសំឡេងទេហ្នឹងហើយសូវឮសំឡេងទេអញ្ចឹងយើងបានយើង record អាការនិយាយយើងដាក់ក្នុងទូរស័ព្ទមួយទៀតហ្នឹងណាយើងផ្ទេរសំឡេងវាហ្នឹងមកចូលទូរស័ព្ទហ្នឹងមកតមកយើងគុំមកចូលនឹងទូរស័ព្ទហ្នឹងយើងយកមកដាក់សកម្មវិធី CapCut ហ្នឹងដើម្បីឲ្យវាឮអញ្ចឹងណាអូខេអ្នកសម្រាប់ប្រភេទ Android អ្នកគ្នាចុចកន្លែងហ្នឹងមកគឺវាមានហ្នឹងហើយវាមានសំឡេងហ្នឹងដែលយើង record មកតែខ្ញុំសូមបញ្ជាក់អ្នកគ្នាគឺទូរស័ព្ទដែលខ្ញុំ record សំឡេងនោះគឺប្រភេទ Android ខ្ញុំបានផ្ទេរចូលទូរស័ព្ទ iPhone ហ្នឹងដោយសារតែខ្ញុំ record ពី iPhone ហ្នឹងវិញណា record សំឡេងពី iPhone ពី Android មកចូល iPhone វិញអញ្ចឹងទៅវា load មាននេះសកម្មវិធីនេះវិញហ្នឹងហើយវានៅនេះវិញអញ្ចឹងយើងដើម្បីបានដាក់ចូលនៅក្នុងសកម្មវិធីរបស់យើង CapCut របស់យើងហ្នឹងធ្វើការចុចសញ្ញាត្រី3មកណាត្រី3ហ្នឹងមកបន្ទាប់មកអ្នកឃើញអត់ឃើញខ្ញុំអស់មើលអត់ហ្នឹងឲ្យបង្ហាញអ្នកគ្នាយល់ហ្នឹងហើយសង្ឃឹមអ្នកគ្នាយល់ត្រី3ហ្នឹងបន្ទាប់មកអ្នកគ្នាក្រឡេកមកខាងក្រមកអស់ឡើងលើអ្នកគ្នាចាំបន្តិចសោះជាស្រ័យអស់ឡើងលើបន្តិចមកបន្ទាប់មកអ្នកគ្នាឃើញសញ្ញាព្រួយឡើងលើទេនេះសញ្ញាព្រួយសញ្ញាព្រួយហ្នឹងហើយ
យើងចុចសញ្ញាព្រួយនោះមកបន្តមកយើងធ្វើការឃើញសកម្មភាព CapCut របស់យើងហើយនេះប្រភេទ iPhone ណាបើប្រភេទ Android គឺវាមាននៅក្នុងស្រាប់វាមិនបាច់ញែងញ៉ាយដូច iPhone ទេហ្នឹងហើយតោះមកយើងចុចតាមការគេណែនាំមកបន្តមកវានឹងលោតសំឡេងដែលយើងផ្ទេរពីអានោះមកចូលសកម្មភាព CapCut យើងហើយយើងធ្វើការសរេស្រង់វាដាក់ឲ្យស្មើការនិយាយស្ដីរបស់យើងទៅហ្នឹងហើយគឺវីដេអូស៊ីនយើងថតនៅទូរស័ព្ទគឺយើងអត់មានអីគឺអត់ឮសំឡេងល្អទេបើយើងអ្នកគ្នាដឹងស្រាប់ហើយហើយសង្ឃឹមថាគ្នានឹងយល់និងចេះទាំងអស់គ្នានឹងនេះជាវីដេអូចែករំលែកចំណេះដឹងតិចតួចចាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាចេះទាំងអស់គ្នាហើយអូខេហ្នឹងហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាជួបគ្នាវីដេអូក្រោយបើសិនអ្នកគ្នាស្រឡាញ់ចូលចិត្តវីដេអូនេះអ្នកគ្នាកុំភ្លេច react ឲ្យ100គំរូផងអរគុណច្រើនបាទចង់ខ្ញុំធ្វើវីដេអូចែករំលែកអីផ្សេងៗទៀតខមមិននៅខាងក្រោមបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយបាយបាយ